សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូលថូកាមីនៅថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Fighting Spirit របស់យើងបន្តទៀតហើយកុំឲ្យខាតពេលយើងចូលទៅកាន់វីដេអូតែម្ដងចូលមកកាន់វគ្គនេះយើងក៏បានឃើញជាមួយនឹងអ៊ីពូដែលគាត់កំពុងតែធ្វើដំណើរទៅកាន់សាលារៀនហើយគាត់ក៏បានដើរไปច្រាស់ផ្លូវជាមួយនឹងក្មេងស្រី2នាក់នៅក្នុងចំណោមក្មេងស្រី2នាក់នោះក៏មានក្រាស់របស់គាត់ម្នាក់ដែរហើយវាក៏ជារឿងធម្មតារបស់យើងដែរបើសិនជាយើងឃើញមនុស្សដែលយើងស្រឡាញ់យើងតែងតែមើលហើយនៅពេលដែលអ៊ីពូធ្វើដំណើរទៅដល់ថ្នាក់រៀនរបស់គាត់គឺមិនហ៊ានចូលថ្នាក់នោះទេហើយគាត់ក៏បានសម័យថានៅពេលដែលគាត់ចូលទៅដល់ក្នុងថ្នាក់នឹងមានជាមួយនឹងមនុស្សជាច្រើននឹងអបអរសាទរមកកាន់គាត់ហើយសូម្បីតែក្រាស់របស់គាត់ក៏សរសើរថាគាត់ខ្លាំងដែរនៅក្នុងការប្រកួតប្រដាល់ហ្នឹងនៅពេលដែលអ៊ីពូគាត់ចូលទៅអង្គុយនៅក្នុងទឹករបស់គាត់គឺមានជាមួយនឹងមនុស្សជាច្រើនក៏បានចំរំនឹងសួរទៅកាន់អ៊ីពូផងដែរថាអ៊ីពូនឹងគឺជាអ្នកបដាល់មែនហើយអ៊ីពូនឹងគឺយកជាមួយនឹងមុខរបរអ្នកប្រដាល់នឹងមែនទេហើយគេគឺបានសួរជាមួយនឹងសំណួរជាច្រើនទៅកាន់អ៊ីពូបន្តទៀតហើយអ៊ីពូគាត់គឺមិនដឹងឆ្លើយមិនទេគាត់មានតែឆ្លើយបាត់ហ្នឹងទៅហើយអ៊ីពូគាត់ក៏បានគិតថាប្រហែលជាម៉ោងបាយប្រហែលជាមានអ្នកមកញ៉ាំជាមួយគាត់ច្រើនហើយដែលសារតែគេឈ្មោះរបស់គាត់ចាប់ផ្ដើមល្បីហើយមើលទៅប៉ុន្តែអ្វីដែលគាត់គិតមិនដូចជាអ្វីដែលវាខ្លាចទៅជាការពិតនោះទេចលាងគាត់នៅតែញ៉ាំបាយតែឯងដដែលហើយសារតែអ្នកនៅក្នុងថ្នាក់នេះគឺគ្មានអ្នកណាគេចូលចិត្តជាមួយនឹងការប្រដាល់នោះឡើយហើយគាត់ក៏សម្រេចចិត្តថាទៅញ៉ាំអាហារពេលថ្ងៃនៅលើដំបូលសាលាតែម្ដងនៅពេលហ្នឹងគាត់ក៏បានជួបជាមួយនឹង3នាក់ដែលបានធ្វើបាបគាត់ផងដែរហើយអ៊ីពូគាត់ក៏បានគិតថាប្រហែលជាពួកវាចង់មកធ្វើបាបគាត់ទៀតហើយមើលទៅប៉ុន្តែនៅពេលនេះគឺខុសពីរាល់ដងពួកគេមកទីនេះគ្រាន់តែចង់សួរសំណួរពី3ទៅកាន់អ៊ីពូតែប៉ុណ្ណោះគឺសួរសំណួរតាក់ទងជាមួយនឹងការប្រដាល់របស់អ៊ីពូហ្នឹងនៅពេលដែលពួកគេដឹងថាអ៊ីពូប្រើត្រឹមតែដៃឆ្វេងមួយតែប៉ុណ្ណោះគឺអាចបដូរជាមួយនឹងគូប្រកួតរបស់គាត់បានហើយធ្វើឲ្យពួកគេពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងរួចពួកគេក៏បាននិយាយថាអត់អីទេចឹងពួកគេគឺទៅក្រោមវិញហើយប៉ុន្តែពេលដែលពួកគេទៅដល់ក្រោមហ្នឹងគឺពួកគេរត់ចូលតែម្ដងហើយកូនចៅអាមេបងធំហ្នឹងក៏បានសួរទៅកាន់មេរបស់វាថាហេតុអ្វីបានជាមេរបស់វាអត់សុំទោសទៅកាន់អ៊ីពូអញ្ចឹងតែសួរអីឡប់ឡំអញ្ចឹងហើយមេរបស់វាក៏បាននិយាយថាបើសិនជាគាត់ដឹងថាអ៊ីពូខ្លាំងអញ្ចឹងគាត់គឺមិនហ៊ានទៅតាក់ទងជាមួយនឹងអ៊ីពូនោះទេសំណាងហើយដែលអ៊ីពូមិនវាយពួកយើងសាច់រឿងក៏បានកាន់មកកាន់ក្លឹបប្រដាល់វិញនៅពេលហ្នឹងហ្វូជីមីគាត់ក៏បានមកមើលអ៊ីពូនៅក្នុងការហ្វឹកហាត់ផងដែរប៉ុន្តែនៅពេលហ្នឹងគាត់ក៏ឆ្ងល់ផងដែរថាហេតុអ្វីបានជាអ៊ីពូហ្វឹកហាត់នឹងខាំមេដៃអញ្ចឹងហើយគីមូរ៉ាគាត់ក៏បាននិយាយប្រាប់ទៅកាន់ហ្វូជីមីថាដោយសារតែក្បាច់មួយនេះវាគឺជាក្បាច់សំខាន់ទៅកាន់បុរសម្នាក់នៅប្រទេសអង់គ្លេសដែលគាត់មានឈ្មោះថាម៉ៃថៃសាន់ជាមួយនឹងក្បាច់តាំងខុំបែបនេះវាពិតជាល្អឥតខ្ចោះខ្លាំងមែនទែននៅក្នុងការប្រុងប្រយ័ត្ននៅក្នុងការវាយហើយវាគឺដូចជាអ៊ីពូអញ្ចឹងគាត់សង្ឃឹមថាថ្ងៃណាមួយអ៊ីពូនឹងក្លាយទៅជាស្ដេចប្រដាល់ជាមិនខាននៅពេលដែលអ៊ីពូហ្វឹកហាត់ជាប់ហ្វូជីមីគាត់ក៏បានឲ្យជាមួយនឹងកសែតមួយឲ្យទៅកាន់អ៊ីពូដែលគាត់បាននិយាយថានេះវាគឺជាវីដេអូតាក់ទងជាមួយនឹងម៉ាយ៉ាតាហើយគាត់ក៏បាននិយាយទៀតថាការប្រកួតលើកទី2របស់ឯងចិត្តមកដល់ហើយអញ្ចឹងហើយខំប្រឹងឲ្យអស់ពីសមត្ថភាពផងសាច់រឿងក៏បានកាន់មកកាន់ថ្ងៃស្អែកនៅពេលនេះលោកតាគាត់ក៏បានយកដំណឹងមកប្រាប់មកកាន់អ៊ីពូផងដែរដែលគាត់បាននិយាយថានៅពេលនេះគូប្រកួតរបស់អ៊ីពូគឺត្រូវបានចាប់គូរួចទៅហើយថាអ៊ីពូនឹងប៉ះជាមួយនឹងអ្នកណាគេគូប្រកួតដែលអ៊ីពូត្រូវប៉ះនោះដែលគាត់មានឈ្មោះថាយ៉ូស៊ីអូសាច់រឿងក៏បានកាន់មកកាន់អា3នាក់បងធំនេះវិញនៅពេលនេះពួកគេក៏បានមកមើលជាមួយនឹងទស្សនាវដ្តីរបស់អ៊ីពូផងដែរដោយសារតែថ្ងៃនេះវាគឺជាថ្ងៃប្រកួតរបស់អ៊ីពូអញ្ចឹងហើយពួកគេចង់ដឹងថាដៃគូរបស់អ៊ីពូនឹងគឺជាពីណាគេហើយណាមួយពួកគេក៏ចង់ដឹងផងដែរថាអ៊ីពូនឹងគឺខ្លាំងមែនឬអត់ពេលយប់ក៏បានមកដល់ហើយវាក៏ជាពេលវេលាដែលអ៊ីពូត្រូវប៉ះគ្នាជាមួយនឹងដៃគូរបស់គាត់ផងដែរនៅពេលដែលអា3នាក់បានឃើញអ៊ីពូដើរមកដល់បែបនេះពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែអ្វីដែលធ្វើឲ្យអា3នាក់បងធំនឹងភ្ញាក់ផ្អើលដោយសារតែដៃគូប្រកួតរបស់អ៊ីពូនឹងគេពិតជាមានសាច់ដុំមាំខ្លាំងមែនតើសូម្បីតែអ៊ីពូគាត់ក៏រៀងភ័យផងដែរហើយលោកតាគាត់ក៏បាននិយាយថាការវាយគ្នាគឺមិនពឹងតែលើសាច់ដុំនោះទេគឺពឹងតែលើឆន្ទៈនៅក្នុងការប្រយុទ្ធអញ្ចឹងហើយឯងគឺកុំចាញ់បោកគេជាមួយនឹងសាច់ដុំប៉ុណ្្នឹងឯសោះធ្វើអ្វីដែលឯងអាចធ្វើបានការប្រកួតក៏ចូលមកដល់យ៉ូស៊ីអូគាត់ក៏បានបើកការវិបហាទៅកាន់អ៊ីពូមុនតែម្ដងហើយគាត់ក៏បានឃើញជាមួយនឹងប្លង់ល្អគាត់ក៏បានសុតអ៊ីពូមកស្រែងផាញ់កដាមមុខផាំងតែម្ដងដើមម្ដាយនេះគឺអត់ស្រាលទេប៉ុន្តែទោះជាកដាប់ដៃមួយនោះវាធ្ងន់យ៉ាងណាក៏ដោយអ៊ីពូគាត់នៅតែអាចរងបានដោយសារតែកុំឲ្យចាញ់គ្នាអ៊ីពូគាត់ក៏បានប្រើជាមួយនឹងស្រែងផាញ់របស់គាត់សុតទៅកាន់អាប៉ែនឹងវិញតែម្ដងទោះជាយ៉ូស៊ីអូយកដៃរងក៏ដោយគាត់ក៏នៅតែស៊ីមួយដៃរបស់អ៊ីពូដដែលហើយអ៊ីពូគាត់ក៏បានប្រើជាមួយនឹងស្រូហុកបានវាយសុតទៅកាន់ពោះអាប៉ែនឹងម៉ាត់យោតែម្ដងចំណែកឯយ៉ាស៊ីអូវិញគាត់ក៏បានគិតថាគាត់គឺសុខចិត្តទ្រាំឈឺប៉ុន្តែគាត់ធ្វើបែបនេះដើម្បីឲ្យអ៊ីពូនឹងឆាប់អស់កម្លាំង
ហើយក៏ធ្វើឲ្យអា3អ្នកបងធំនេះពួកគេក៏រៀបភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់អ៊ីពូផងដែរហើយអាប៉ែយូស៊ីអូនឹងគឺលេងខូចខ្លាំងមែនតើនៅពេលដែលអាញាកដាផ្លេចខ្លួនគេក៏បានយកក្បាលរបស់គេបោកជាមួយនឹងក្បាលរបស់អ៊ីពូតែម្ដងហើយក៏បានវាយទៅកាន់មុខរបស់អ៊ីពូនឹងម្ដាយទៀតដែលធ្វើឲ្យអ៊ីពូគឺដួលតែម្ដងនៅពេលដែលពួកគេចាប់ផ្ដើមប្រយុទ្ធគ្នាបន្តទៀតអ៊ីពូគាត់នៅតែប្រើស្រូហុកវាយទៅកាន់ពោះរបស់អាប៉ែយូស៊ីអូនឹងដដែលហើយលោកតាគាត់ក៏បាននិយាយថានៅពេលនេះពួកយើងគឺមានឱកាសហើយដោយសារតែអ៊ីពូនឹងគឺមានបន្ទុកច្រើនចំណែកឯអាប៉ែយូស៊ីអូនេះវិញគ្នាសឹងតែបែកកាពះហើយរួចគេក៏បាននិយាយថាគេគឺមិនអាចតស៊ូជាមួយនឹងអ៊ីពូជាមួយនឹងយុទ្ធធម៌បាននោះទេនៅពេលហ្នឹងគេក៏បានហក់ទៅបាំងអាញាកដាលតែម្ដងហើយគេក៏បានយកក្បាលរបស់គេនឹងបុកទៅកាន់ក្បាលរបស់អ៊ីពូបន្តទៀតនៅពេលហ្នឹងគឺធ្វើឲ្យអា3អ្នកបងធំនេះគឺទ្រាំមិនបាននោះទេរួចក៏បានជេរទៅកាន់អាប៉ែហ្នឹងថាថោកតែម្ដងហើយអាញាកដាលគាត់ក៏បានចូលមកហាមឃាត់ផងដែរថាគឺមិនឲ្យយកក្បាលបុកទៅកាន់ក្បាលគ្នានោះទេហើយអាប៉ែយូស៊ីអូនឹងគឺមានល្បិចច្រើនខ្លាំងមែនតើដែលគេបាននិយាយទៅកាន់អាញាកដាលថាគេបុកក្បាលជាមួយនឹងអ៊ីពូមិនកាត់បើអ៊ីពូនឹងទៀបហ្នឹងហើយគេឡើងកម្ពស់ណាណីហើយអាញាកដាលគាត់ក៏បាននិយាយថាបើសិនជាគាត់ឃើញជាលើកទី3គាត់នឹងដកបន្ទុកហើយអាប៉ែយូស៊ីអូនឹងគេក៏បានសាយទៅកាន់អ៊ីពូដូចគ្នាដែលធ្វើឲ្យអ៊ីពូពិតជាខឹងទៅកាន់គេខ្លាំងណាស់ហើយអ៊ីពូគាត់ក៏បានស្ទុះទៅវាយអាប៉ែនឹងតែម្ដងដែលពួកគេគឺបានវាយត្រូវគ្នាម្នាក់ម្ដាយហើយអ៊ីពូគាត់ក៏បានប្រើជាមួយនឹង Dam Zero គឺបានវាយសម្រុកទៅកាន់អាប៉ែនឹងដាក់ឆ្វេងស្ដាំតែម្ដងនៅពេលហ្នឹងហើយក៏ធ្វើឲ្យអាប៉ែយូស៊ីអូនោះគឺមិនអាចទប់ចំនោះទេហើយគេក៏ចាប់ផ្ដើមប្រើជាមួយនឹងគំនិតខូចរបស់គេទៀតហើយគេបានយកក្បាលរបស់គេបានបោកជាមួយនឹងក្បាលរបស់អ៊ីពូទៀតតែម្ដងហើយក៏ធ្វើឲ្យអា3អ្នកបងធំនេះពួកគេក៏រែកថឹងផងដែរដោយសារតែអាប៉ែនឹងគឺលេងជាមួយនឹងគំនិតថោកទាបច្រើនពេកប៉ុន្តែជាមួយនឹងការបោកលើកនេះគឺមិនអាចធ្វើអ្វីទៅកាន់អ៊ីពូបាននោះទេរួចអ៊ីពូគាត់ក៏បាននិយាយទៅកាន់វាថាឯងដូចជាធ្វើញយពេកហើយអ៊ីពូគាត់ក៏បានប្រើជាមួយនឹង Strong Dynamic បានដាក់អាប៉ែនឹងម្ដាយតែម្ដងម្ដាយទី1អាចទប់ជាប់ហើយគាត់ក៏បានដាក់ម្ដាយទី2បន្តទៀតម្ដាយទី2នៅតែអាចទប់ជាប់អ៊ីពូគាត់ក៏បានដាក់ម្ដាយទី3តែម្ដងដែលម្ដាយទី3នេះអាប៉ែនឹងគឺមិនអាចទប់បាននោះទេហើយគឺធ្វើឲ្យគេគឺស្លាប់តែម្ដងហើយអ្នកឈ្នះគឺជាអ៊ីពូបន្ទាប់ពីការប្រយុទ្ធត្រូវបានបញ្ចប់អា3អ្នកនេះគេពិតជាសរសើរទៅកាន់អ៊ីពូខ្លាំងណាស់ហើយកូនចៅរបស់គេនឹងគឺបានបង្អាប់ទៅកាន់មេរបស់វាថាពីមុនធ្វើបាបអ៊ីពូសោះហ្នឹងឥឡូវធ្វើឯងសប្បាយចិត្តអីណាហើយអាមេបងធំម្នាក់នោះគេក៏បាននិយាយថាបើសិនជាគេមានឱកាសគេគឺចង់សុំទោសអ៊ីពូខ្លាំងណាស់ហើយក៏ចង់សុំអ៊ីពូធ្វើជាមិត្តភក្តិផងដែរតែរឿងក៏បានកាត់ទៅកាន់ថ្ងៃស្អែកនៅពេលហ្នឹងអាប៉ែបងធំហ្នឹងក៏បានហៅអ៊ីពូទៅក្រោយសាលាដោយសារតែគេហ្នឹងគឺមានរឿងចង់និយាយប៉ុន្តែពេលដែលពួកគេដើរទៅដល់ក្រោយសាលាគឺនៅខាងក្រោយសាលាហ្នឹងគឺពោពេញទៅដោយជើងកាងតែម្ដងហើយអាប៉ែបងធំហ្នឹងក៏បានណែនាំអ៊ីពូទៅកាន់ពួកគេទាំងអស់គ្នាផងដែរដែលបាននិយាយថាបរិមម្នាក់នេះហើយគឺជាមិត្តភក្តិរបស់ខ្ញុំហើយអ៊ីពូក៏បានសួរទៅកាន់គេថាពួកយើងជាមិត្តភក្តិពីកាលហើយអាប៉ែហ្នឹងក៏បាននិយាយថាឥឡូវនេះយើងកំពុងតែខ្លាចទៅជាមិត្តភក្តិនឹងគ្នាហើយគេក៏បាននិយាយប្រាប់ទៅកាន់មិត្តភក្តិរបស់គេថាអ៊ីពូគឺជាអ្នកបដាលនៅពេលដែលពួកគេដឹងថាអ៊ីពូគឺជាអ្នកបដាលភ្លាមមើលទៅកាន់ពួកគេពិតជាចូលចិត្តវាខ្លាំងណាស់ហើយអ៊ីពូគាត់ក៏បាននិយាយថាទោះពីមុនពួកគេធ្វើបាបខ្ញុំក៏ពិតមែនប៉ុន្តែនៅពេលនេះខ្ញុំមានអារម្មណ៍ថាពិតជារីករាយខ្លាំងណាស់ពេលដែលខ្ញុំមានមិត្តភក្តិហើយអាប៉ែមេបងធំហ្នឹងក៏បាននិយាយអួតទៅកាន់មិត្តភក្តិរបស់គេថាអ៊ីពូហ្នឹងគឺបានវាយគូសត្រូវរបស់គេយ៉ាងសន្លប់ហើយបានរាប់អញ្ចេះវាយចោះចឹងទៅកន្លែងហ្នឹងខ្ញុំក៏អត់អាចនិយាយក្បោះក្បាយបានដែរដោយសារតែគាត់ហ្នឹងគឺនិយាយញ៉ៃខ្លាំងពេក